អូនឃើញពាក្យម៉ៃអូវាដូចជាកោសិកាសាច់ដុំហ៎បងអូនអញ្ចឹងកោសិកា fibroblast ដែលមានលក្ខណៈម៉ៃអូហ្នឹងគឺវាមានធាតុផ្សំសម្រាប់កន្ត្រកបងអូនអញ្ចឹង myofibroblast គឺ fibroblast ដែលមានធាតុផ្សំសម្រាប់កន្ត្រកហើយបងអូនត្រូវដឹងថាលក្ខណៈធាតុផ្សំសម្រាប់កន្ត្រករបស់វាគឺអីគេគឺ fibroblast ដែលមានអាក់ទីននិង myosin នឹងឯងបងអូនអាក់ទីននិង myosin គឺជាធាតុប្រូតេអ៊ីនសម្រាប់កន្ត្រកបងអូនអញ្ចឹង myofibroblast មកវាមានលក្ខណៈជា fibroblast ផងជាសាច់ដុំផងបងអូនហើយសាច់ដុំនោះវាដូច smooth muscle cell បងអូនគេឃើញវាជាពិសេសនៅពេលតបៅត្រូវរៀបចំតបៅឲ្យជាវិញបងអូនអញ្ចឹងលក្ខណៈរបស់វាដូច fibroblast អញ្ចឹងប៉ុន្តែវាមានលក្ខណៈដូច smooth muscle cell ដោយសារវាមាន actin និង myosin នេះឯងបងអូនអញ្ចឹង myofibroblast នេះទទួលខុសត្រូវដើម្បីបិទតបៅនេះបងអូនឃើញទេ wound closer ក្រោយពីយើងមានតបៅទៅយើងត្រូវជួសជុលវិញបងអូនអញ្ចឹងគេថាវាចូលរួមនៅក្នុង wound contraction អញ្ចឹង myofibroblast គឺជា fibroblast សម្រាប់ពេលដែលមានតបៅគឺវាសម្រាប់បិទតបៅនឹងឯងបងអូនឥឡូវយើងចូលមួយទៀតកោសិកា macrophage នេះបងអូនត្រូវដឹងថា macrophage វាមកពី monocyte បងអូនកោសិកា monocyte នៅក្នុងសរសៃឈាមបងអូនហើយកោសិកា monocyte វាចេញមកពី hematopoietic stem cell បងអូន hematopoietic stem cell វាឲ្យកំណើតជា monocyte ទៅជា macrophage នៅក្នុង connective tissue នឹងឯងបងអូនអញ្ចឹងនៅក្នុងខួរឆ្អឹង hematopoietic cell បង្កើត monocyte បង្កើតហើយ monocyte រត់មកក្នុងសរសៃឈាមបងអូនហើយចេញពីសរសៃឈាមមកនៅក្នុង connective tissue គេឲ្យឈ្មោះថា macrophage នឹងឯងបងអូនគាត់ថា macrophage វាមានទៅតាមកន្លែងឈ្មោះពិសេសទៀតណាបងអូនអញ្ចឹងអូនត្រូវដឹងថា macrophage គឺជាកោសិកា immune កោសិកាការពាររបស់ខ្លួនយើងបងអូនដែលមានមុខងារសម្រាប់ស៊ីសត្រូវបងអូនស៊ីមេរោគស៊ីស្អីផ្សេងវាស៊ីទាំងកោសិកាយើងដែលចាស់ទៅស្លាប់ទៅបងអូនកោសិកាយើងចាស់ផ្សេងស្លាប់ទៅក៏ស៊ីដោយ macrophage នឹងដែរអញ្ចឹងបងអូនឃើញរូបរាងវានេះ macrophage នេះសាយទៅខ្លាំងរបស់វាបងអូនឃើញមានចេញដៃជើងច្រើនណានេះអញ្ចឹងលក្ខណៈ morphological feature របស់វាបញ្ជាក់ពីសកម្មភាពរបស់វានឹងឯងបងអូននេះអានេះ nuclear បងអូនអានេះ OIO ហើយអានេះ mitochondria organelle ផ្សេងអញ្ចឹងបងអូនឃើញវាមាន cytoplasmic process វាមានដៃមានជើងច្រើនណាបងអូនវាបញ្ចេញដៃជើងវាមកអញ្ចឹង morphological feature របស់វានេះបញ្ជាក់ពីសកម្មភាពនៃ macrophage នឹងឯងបងអូនហើយអូនឃើញហើយវាមានដៃជើងនេះ pseudopodia នេះ pseudofold podia fit ណាបងអូនអញ្ចឹងជើងបញ្ឆោតដែលយើងអាចរកឃើញនៅក្នុង macrophage ហើយបងអូនឃើញវាមានថង់ច្រើននេះបងអូនអាថង់នេះអាហ្នឹងគឺ surface របស់វាអត់ស្មើគ្នា irregular surface ដែលមានផ្នត់ច្រើនផ្នត់ fleet ហ្នឹងបងអូនហើយនឹង protrusion ដែលអាហ្នឹងវាជាថង់សម្រាប់ C បងអូនដែលបញ្ជាក់ពីសកម្មភាព C របស់វា phagocytic activity របស់វានេះនេះគឺរបស់វារៀងដូច kidney អញ្ចឹងបងអូនស្ថិតនៅចំកណ្ដាលមាន Golgi develop ល្អមាន lysosome បងអូននេះខ្មៅនេះ cell lysosome មាន OIO លេចឡើងច្បាស់ព្រោះវាបង្កើត protein ណាបងអូនជា enzyme មកនៅក្នុង lysosome ដើម្បីស៊ីmacrophage ដូចខ្ញុំបញ្ជាក់អញ្ចឹងចេញមកពី hematopoietic stem cell ទៅជា monocyte ហើយបានទៅជា macrophage នេះ macrophage មកពី bone marrow precursor ហើយឲ្យកំណត់ជា monocyte នឹងឯងហើយបាន monocyte វាធ្វើដំណើរឆ្លងកាត់វល្លិរបស់ vinyl ហើយនឹង capillary បងអូនដើម្បីចូលក្នុង connective tissue នេះ monocyte នេះវាឆ្លងកាត់ចូលក្នុង connective tissue តាមរយៈ vinyl ហើយនឹង capillary ព្រោះ vinyl capillary វាស្ដើងបងប្អូនអញ្ចឹងវាអនុញ្ញាតឲ្យ
monocyte ឲ្យ macrophage នេះចេញពីសរសៃឈាមចូលមកក្នុងកណិត tissue បាននេះអញ្ចឹង monocyte ឆ្លងកាត់ vinyl ហើយនឹង capillary ដើម្បីទៅជា macrophage បងនេះវាទៅជា macrophage អាក្រោមនេះអញ្ចឹងបន្ទាប់ពីឆ្លងកាត់សរសៃឈាមដែលជា vinyl ហើយនឹង capillary មកវាទៅជា macrophage បង macrophage អាយុវាវែងបងហើយវាអាចវិវត្ត mitosis ទៀតបងនេះ can proliferate locally នៅនឹងកន្លែងហ្នឹងវារស់នៅបានច្រើនខែនេះនៅក្នុងជីវវិការនៃ tissue នឹងឯងអញ្ចឹង macrophage ដែលរស់នៅក្នុងខ្លួនយើងគឺមានឈ្មោះពិសេសបងទៅតាមកន្លែងដូចជាឈ្មោះនេះ histiocyte គឺជា macrophage ដែលមាននៅក្នុងកណិត tissue proper នេះ Kupffer cell គឺ macrophage នៅក្នុងថ្លើម microglia cell macrophage នៅក្នុង CNS Central Nervous System បង Langerhans cell macrophage នៅក្នុង epidermis osteoclast macrophage នៅក្នុង bone អញ្ចឹង macrophage អាចមានឈ្មោះពិសេសទៅតាមកន្លែងប៉ុន្តែកន្លែងណាដែលអត់មានឈ្មោះពិសេសគេឲ្យឈ្មោះ macrophage យ៉ាងខ្លីទេបងប៉ុន្តែអ្នកណាមានឈ្មោះពិសេសគឺដូចជា histiocyte Kupffer cell microglia cell Langerhans cell osteoclast ជាដើមអានឹងឈ្មោះពិសេសហ្នឹងបង macrophage មានមុខងារអីខ្លះបងមុខងារវាស៊ីបងនេះ phagocytosis គឺវាស៊ីរបស់ចម្លែកស៊ីមេរោគបងអញ្ចឹង macrophage មានមុខងារ phagocytosis អញ្ចឹងនេះជា macrophage មួយនេះជាមេរោគឬក៏ជា foreign body នេះជាមេរោគឬក៏ foreign body អញ្ចឹង macrophage លេបអា foreign body ឬក៏មេរោគនឹងឯងចូលទៅក្នុងខ្លួនវាអញ្ចឹងវាមានមុខងារស៊ីឯងបងនេះ nucleus របស់វាអញ្ចឹងមុខងារនេះយើងហៅថា phagocytosis បងស៊ីអីខ្លះស៊ី foreign substance សារធាតុចម្លែកផ្សេងស៊ីមេរោគណាមួយទៀតក្រៅពីមុខងារស៊ីវាជា antigen presenting cell បង antigen processing និង presenting cell ទៅ immune cell ដទៃទៀតអាហ្នឹងយើងហៅថា APC antigen presenting cell ខ្ញុំបង្ហាញពាក្យហ្នឹងបងវាខុសពី phagocytosis នេះដែលលេបមេរោគលេប foreign body ដល់មុខងារ APC នេះគឺវាបង្ហាញទេបងពេលដែលមាន antigen ចូលមកវាចាប់ antigen ហើយអញ្ចឹងនេះ antigen បងឃើញស្គាល់ antigen គឺជា protein របស់មេរោគបងនេះអញ្ចឹងនេះ macrophage អញ្ចឹងនេះជាប្រទេស antigen មួយ protein មួយឧទាហរណ៍នេះអញ្ចឹងវាចាប់ antigen នេះហើយវាបង្ហាញទៅ nucleus ទៅ DNA របស់ nucleus នេះអញ្ចឹងអា antigen នេះត្រូវបានកាត់ជាផ្នែកទូចទេបងដើម្បីឲ្យវាសមស្រប insert ចូលទៅក្នុង nucleus ហើយប្រាប់ទៅ DNA នេះឲ្យ DNA ហ្នឹងបង្កើត protein មកនេះឲ្យបង្កើត protein មកដើម្បីយក protein ហ្នឹងជាប់ជាមួយនឹងផ្នែករបស់ antigen នេះហើយបង្ហាញ antigen នេះទៅឲ្យ immune cell ដទៃទៀតដឹងបងអញ្ចឹងអាហ្នឹងយើងថាវាជា APC បងណាហើយវាភ្ជាប់អា protein ដែលបង្កើតដោយ DNA នេះនៅពេលជួប antigen ហ្នឹងបង DNA នេះគឺវាប្រាប់មកយក protein នេះមកដាក់នៅក្នុង phospholipid ដាក់ក្នុង cell membrane ទៅបង្ហាញ antigen នេះឯងឲ្យទៅ immune cell ដទៃទៀតណាបងអញ្ចឹងអានឹងយើងហៅថាវាជា antigen presenting cell គឺវាបង្ហាញ antigen នេះទៅឲ្យ immune cell ដទៃទៀតថាមានសត្រូវចូលហើយយើងនាំគ្នាប្រយុទ្ធជាមួយសត្រូវអញ្ចឹងណាបងអញ្ចឹងពាក្យហ្នឹងគេហៅ ABC ខុសពីពាក្យ phagocytosis គឺវាស៊ីមេរោគហ្មងបង phagocytosis គឺវាស៊ីមេរោគតែម្ដងអញ្ចឹងបងឃើញ APC គឺ antigen presenting cell គឺវាចាប់ antigen នេះ
ហើយបង្ហាញ antigen នេះទៅឲ្យ immune cell ដទៃទៀតខុសពី phagocytosis ដែលវា C micro C foreign body ពាក្យហ្នឹងយើងហៅថា phagocytosis គឺវាលេបអាមេរោគឬក៏ស្អីស្អីនេះចូលក្នុងខ្លួនសាច់ទៅខ្លះហើយវាចូលក្នុង lysosome បងទៅជា phagolysosome ហ្នឹងដើម្បីរំលាយមេរោគហ្នឹងបងអញ្ចឹងអាហ្នឹងយើងហៅថា phagocytosis ដល់ APC អត់ទេវាចាប់ antigen របស់មេរោគហើយបង្ហាញ antigen នេះមកឲ្យ DNA ដើម្បីឲ្យ DNA បង្កើត protein នេះហើយ protein ហ្នឹងបង្ហាញ antigen នេះឯងទៅ immune cell ដទៃទៀតអញ្ចឹងអាហ្នឹងយើងហៅថាវាជា APC បងគឺ protein ដែលបង្កើតហើយនេះprotein ដែលបង្កើតហើយនេះគឺវាបានបង្ហាញទៅ immune cell ដទៃទៀតដើម្បីឲ្យ immune cell ដទៃទៀតចូលរួមប្រយុទ្ធដល់ phagocytosis គឺវាស៊ីមេរោគហ្មងបងណាអញ្ចឹងមុខងារទី1 phagocytosis មុខងារទី2គឺ antigen presenting cell បង្ហាញ antigen ទៅឲ្យកោសិកា immune cell ដទៃទៀតមុខងារទី3គឺបញ្ចេញ cytokine បងឃើញហើយបងស្គាល់ cytokine គឺ protein ដែលបញ្ចេញដោយ macrophage ដែរបងហើយនឹង molecule ដទៃទៀតមិនមែនតែ cytokine មាន molecule ដទៃទៀតនេះ cytokine ចូលរួមនៅក្នុងការជួសជុលហើយនឹងការពារបងឃើញទេបញ្ចេញអង់ស៊ីមដែរបង macrophage បញ្ចេញអង់ស៊ីមឈ្មោះ collagen នេះហើយបងស្គាល់ collagen នេះគឺកាត់ collagen ណាបងព្រោះពេលដែល macrophage ធ្វើដំណើរទៅឆ្លងកាត់ connective tissue មាន collagen អញ្ចឹងវាប្រទាក់ macrophage បញ្ចេញអង់ស៊ីម collagen នេះឯងកាត់ដើម្បីធ្វើដំណើរទៅមុខទៀតហើយបងឃើញវាស៊ីកតិកទីកោសិកាផ្សេងបងនេះស៊ីទាំង extra cell matrix component ដែលចាស់ទៅនេះពេលដែល macrophage ត្រូវបានផ្ញើគឺវាអាចនៅគៀកគ្នាបងគៀកគ្នាអញ្ចឹងគេហៅ epithelioid cell វាគៀកដោយ epithelial បងអញ្ចឹងវានៅគៀកគ្នាគេហៅថា epithelioid cell ឬក៏វាចូលគ្នាតែម្ដងបងឃើញអញ្ចឹង macrophage ពេលដែលវាត្រូវផ្ញើគឺវាអាចរីកទាំងទំហំហើយវាអាចនៅគៀកគ្នាហើយនឹងចូលគ្នាបង្កើតជាកោសិកាយើងឲ្យឈ្មោះថា multi nucleated giant cell នេះកោសិកានេះអញ្ចឹង multi nucleated giant cell នេះមកពី macrophage ច្រើនចូលគ្នាបងគឺ macrophage 4 10 20ទៅវាចូលគ្នាទៅជាកោសិកាតែមួយទៅហើយ nucleus របស់វាហ្នឹងចូលគ្នាដាក់ទៅកោសិកាតែមួយបងឃើញអញ្ចឹងបានថាយើងហៅថា multi nucleated giant cell បងអញ្ចឹង multi nucleated giant cell នេះមកពី macrophage ច្រើន macrophage ផ្លាស់ទៅ macrophage ផ្លាស់ទៅបានទៅជា multi nucleated ឬក៏ nuclear giant cell នេះអញ្ចឹង epithelioid cell នេះគឺកោសិកា macrophage មានគៀកគ្នានេះ macrophage 1 monocyte 1អញ្ចឹងមក macrophage 1បងនេះ macrophage 1ទៀតចឹងហើយនេះ macrophage 1ទៀតចឹងហើយទីហោនៅគៀកគ្នាអញ្ចឹងយើងហៅថា epithelioid cell ដូច epithelial បងអញ្ចឹងទាំងចែក multinucleated giant cell ទាំង epithelioid cell គេមានក្នុងវាមានស្ថានភាពរបៀបហ្នឹងតែនៅក្នុងករណីឈឺទេបងដូចជាល្បែងដូចជាយើងមាន foreign body អីជាដើមបងអាហ្នឹងករណីយើងឈឺហ្នឹងគឺ macrophage ចូលគ្នាបង្កើតជា multinucleated giant cell ឬក៏នៅគៀកគ្នាគេហៅថា epithelioid cell នេះឯងដើម្បីរួមគ្នាកម្ចាត់សត្រូវអញ្ចឹងណាបងអញ្ចឹងនឹងជាមុខងាររបស់ macrophage ហើយឥឡូវយើងស្គាល់កោសិកាមួយទៀតបងគឺ mast cell នេះក៏ចេញមកពី hematopoietic stem cell ដែរបងចេញពីខួរឆ្អឹងដែរគ្រាន់តែវាអត់នៅជាអចិន្ត្រៃយ៍ក្នុងឈាមទេបងនៅក្នុងខ្សែឈាមវាអត់ចិន្ត្រៃយ៍គឺវាចេញពីខួរឆ្អឹងមកវាធ្វើដំណើរតាមសរសៃឈាមប៉ុន្តែវាចេញពីសរសៃឈាមយ៉ាងលឿនមកនៅក្នុង connective tissue បងណាអញ្ចឹងបងឃើញទេវាកើតមកពីកោសិកាដើមនៅក្នុងខួរឆ្អឹងដែរប៉ុន្តែវាមិនមែន basophil ដែលជាគ្រាប់ឈាមសទេបងមុខងារវាដូច basophil ចឹងគឺយើងនឹងឃើញតើវាធ្វើអីខ្លះណាអញ្ចឹងនេះជា mast cell បងនៅក្នុង connective tissue អាកោសិកានេះវាមានរាងជាពងក្រពើទៅជាមូលណានៅក្នុង connective tissue ខ្សែទៅខ្លះវាសម្បូរដោយ granule នេះបងឃើញដែលពណ៌ខៀវនេះ
គេហៅថា basophilic secretory granule ហើយមាន nucleus របស់វាទូចរាងស្វែបងអូន small spherical nucleus នៅចំកណ្ដាលអានេះ mast cell 2បងអូននេះ granule mast cell ទូចទេបងអូន secretory granule របស់ mast cell ទំហំនេះគឺ 0.3 មកយ៉ាងច្រើនផុតធំជាងគេ2មីក្រូម៉ែត្រនៃ diameter នេះ granule ហ្នឹងទុកអីខ្លះបងអូនសារធាតុដែលវាត្រូវបញ្ចេញហ្នឹងគឺមាន histamine អូខេហើយ histamine នេះគឺឲ្យទៅសាច់ឈាមរីកទេបងអូនឲ្យជំរាបនៃសាច់ឈាមកើនឡើងអាហ្នឹងឯងអចិន្នរបស់ histamine ហ្នឹង heparin វិញគឺជា anticoagulant បងអូនទប់កុំឲ្យឈាមកកហើយវាជាសារធាតុ sulfated glycosaminoglycan បញ្ចេញ protein ដែរបងអូនកាត់ protein មានបញ្ចេញសារធាតុ eosinophilic chemotaxic factor for anaphylaxis បានន័យថាម៉េចបងអូន anaphylaxis នេះគឺវាមកអំពីជាតិផ្សេងវាចេញមកដូចជា histamine ជាដើមណាបងហើយសារធាតុនេះវាហៅ eosinophil មកកាន់កន្លែងកើតហេតុណាបងចឹងបានគេប្រាប់វា eosinophilic chemotaxic factor for anaphylaxis ហ្នឹងគឺវាតាក់ទាញសារធាតុហ្នឹងហៅ eosinophil ឲ្យផ្លាស់ទីមកកាន់កន្លែងកើតហេតុណាក្រៅពីហ្នឹង mast cell បញ្ចេញសារធាតុដែលមិនទុកនៅក្នុង granule ទេសារធាតុដែលត្រូវបញ្ចេញនេះអាលើគឺនៅក្នុង granule ប៉ុន្តែអាក្រោមនេះមិនមែនចេញពី granule ទេគឺវាចេញមកពី cell membrane របស់ mast cell ហ្នឹងបងគឺចេញមកពី phospholipid ណាបងអាហ្នឹងគឺចេញមកពី phospholipid នេះនៃដែលជា cell membrane របស់ mast cell នេះអញ្ចឹងអានេះវាបំលែងទៅជា leukotriene ហ្នឹងឯងបងនេះ leukotriene ហើយអាហ្នឹងវាបញ្ចេញយឺតជាងអាលើបងអូនព្រោះអាលើ granule ហ្នឹងញូចពប់ចេញបាត់ប៉ុន្តែអានេះត្រូវការបង្កើតចេញពី phospholipid អញ្ចឹងគេហៅ slow reacting substances for anaphylaxis ମାନେសារធាតុនេះវាធ្វើឲ្យ anaphylaxis ប៉ុន្តែយូរណាហើយនៅលើផ្ទៃ surface របស់ mast cell ហ្នឹងគឺមាន receptor សម្រាប់ទទួល antibody នេះ IgE នេះណាចំពោះ mast cell នៅក្នុង connective tissue គឺមាននៅក្នុងស្បែកនិងនៅ peritoneal cavity បងទំហំរបស់វាគឺ10ទៅ12មីក្រូម៉ែត្របងហើយវាមាន granule សម្បូរដោយ heparin បងរីឯ mucosal mast cell វិញគឺនៅនឹងផ្លូវលាហាផ្លូវដង្ហើមអញ្ចឹងបងគឺ mast cell នៅក្នុង connective tissue របស់ផ្លូវដង្ហើមឬក៏ផ្លូវលាហាហ្នឹងវាទូចជាង mast cell នៅក្នុងស្បែកគឺទំហំ5ទៅ10មីក្រូម៉ែត្រហើយ granule វាក៏មាន heparin ហើយនឹងមានសារធាតុផ្សេងៗនេះដែរអញ្ចឹងនេះគឺការបង្ហាញពី mast cell នៅក្នុង connective tissue ហើយ mast cell នេះបងនឹងឃើញមុខងាររបស់វាបន្តទៀតនេះ mast cell វាឆ្លើយជាពិសេសនៅពេល allergy បងឃើញនេះជា mast cell មួយអញ្ចឹងនេះគឺរបស់វាអញ្ចឹងនៅលើ mast cell ហ្នឹងមាន receptor សម្រាប់ទទួល antibody IgE នេះឯងអញ្ចឹងពេលដែលយើងជួប allergen គឺជាសារធាតុធ្វើ allergy បងអញ្ចឹងខ្ញុំបង្ហាញតិចពី allergen នោះពេលដែលយើងជួប allergen ដែលជា antigen នៅក្នុងខ្យល់នៅក្នុងលំអងផ្កាក្នុងទលីដីក្នុងរោមសត្វក្នុងប្រូតេអ៊ីនផ្សេងៗដែលយើងញ៉ាំតាមចំណីអាហារក៏ដោយណាគឺខ្លួនយើងម្នាក់គឺឆ្លើយជាមួយ allergen អត់ដូចគ្នាបងនេះអញ្ចឹងពេលដែលយើងជួប allergen ក៏ជា antigen ដែរបងជា foreign ជាសារធាតុចម្លែកដែរជា protein ចម្លែកអញ្ចឹងពេលដែលយើងជួប allergen គឺខ្លួនយើងបងឆ្លើយបង្កើត antibody ដំបូងនោះឈ្មោះថា IgE បង antibody ដំបូងគឺពេលដែលយើង B cell របស់យើងជួប antigen បង B cell របស់យើងវាទៅជា plasma cell ហើយ plasma cell នឹងឯងបង្កើត antibody គឺ IgE បង antibody ហ្នឹងមានច្រើនthứប៉ុន្តែ antibody ដែល B cell ជួបជាមួយនឹង antigen នេះទៅជា plasma cell នេះ
គឺ antibody នេះឈ្មោះថា IgE បងអញ្ចឹងអូនឃើញពេលដែលជួប antigen B cell នេះវា activate ទៅជា plasma cell ហើយបង្កើតជា IgE អញ្ចឹងដល់ពេលយើងជួប allergen បន្ទាប់មកទៀតអូនដំបូងឡើងគឺមាន IgE សិនដល់យើងជួប allergen បន្តមកទៀតលើកទី2លើកទី3មកគឺ allergen នេះជា antigen តោងដោយ antibody នេះឯងហើយបាន IgE នេះមាន receptor របស់វាក្រហមនេះនៅលើ mast cell នេះឯងបងអញ្ចឹងពេលដែលវាជួប allergen IgE នេះញយមកលើ receptor លើ mast cell នេះឯងបាន mast cell នេះបញ្ចេញពី granule វានេះបងនេះ degranulation គឺបញ្ចេញ histamine បញ្ចេញ heparin បញ្ចេញ proteoglycan បញ្ចេញ eosinophilic chemostatic factor for anaphylaxis ជាដើមនេះភ្លាមបងអញ្ចឹងអាហ្នឹងវាធ្វើឲ្យសរសៃឈាមយើងរីកយើងហៅថា vasodilation បងដែលយើងសេកាត់ VD បង vasodilation នេះ VD ហើយធ្វើឲ្យជំរាបនៃខ្សែឈាមកើនឡើង vascular hyperpermeability ណា vasodilation vascular hyperpermeability អញ្ចឹងធ្វើឲ្យទឹកធ្វើឲ្យឈាម plasma ចេញពីសរសៃឈាមបងណាឲ្យតងសួតខ្ជិប bronchoconstriction bronchoconstriction ឲ្យរហូតដល់ខ្លាំងមែនទែន spasm បងប្អូន spasm ហើយឲ្យមួយខុសនៅក្នុងតងសួតហ្នឹងចេញច្រើនមួយខុស hyper secretion ណាអញ្ចឹងអាហ្នឹងជាអំពើរបស់ histamine ណាបងប្អូនហើយនឹងអំពើរបស់ leukotriene histamine ដែលចេញមកហ្នឹងleukotriene ដែលចេញមកហ្នឹងគឺវាធ្វើឲ្យយើងមានប្រតិកម្មនឹងកើតឡើងបងអញ្ចឹងបងឃើញទាំងពីរនេះវាធ្វើឲ្យយើងមានប្រតិកម្មនេះកើតឡើងបងអញ្ចឹងសរសៃឈាមរីកជំរាបនៃសរសៃឈាមកើតឡើងនេះ vascular hyperpermeability តងសួតកធាក់ទៅខ្ជិបហើយរហូតដល់អត់រលាវិញខ្ជិបរហូតអញ្ចឹងបង spasm ហើយមួយខុសចេញច្រើនអញ្ចឹងធ្វើឲ្យយើងហត់ដង្ហក់បងរីឯសរសៃឈាមរីកនៅនឹងស្បែកយើងជំរាបនៃសរសៃឈាមកើនឡើងចេញ plasma មកក្នុងinterstitium ធ្វើឲ្យយើងលមាស់យុគតិការីអីចឹងណាបងហើយបើខ្លាំងមែនតើវាពេញខ្លួនយើងគឺឲ្យយើងធ្លាក់សម្ពាធឈាមបងឲ្យយើង shock ដោយសារតែសរសៃឈាមរីកជំរាបសរសៃឈាមកើនឡើងនេះឯងនេះអញ្ចឹងហ្នឹងគឺជាអំពើរបស់ histamine និង leukotriene ហ្នឹងឯងបងហើយបងគេ leukotriene វាមកពី phospholipase កាត់ phospholipid ទៅជា leukotriene ហ្នឹងឯងអញ្ចឹង mast cell secretion ពេលដែលវា exposure លើកទី1ដូចខ្ញុំបញ្ជាក់អញ្ចឹងគឺ B cell នេះទៅជា plasma cell បង្កើត antibody នេះឯងនេះ IgE molecule នេះឯងដល់ពេលប៉ះលើកទី2លើកទី3 antigen នេះចូលមកគឺមាន antibody ឯងបងប្អូនអញ្ចឹង antibody តោង antigen ហើយញយលើ receptor របស់វានេះហើយបានវាមានប្រតិកម្មនេះកើតឡើងដើម្បីឲ្យ granule នៅក្នុង cytoplasm របស់ mast cell នេះបញ្ចេញ histamine បញ្ចេញសារធាតុដទៃទៀតបញ្ចេញពួក leukotriene នេះហើយបាន histamine leukotriene ឲ្យសរសៃឈាមរីកឲ្យជំរាបនៃសរសៃឈាមកើនឡើងឲ្យតងសួតខ្ជិបឲ្យមួយខុសចេញច្រើនយើងហត់បង្ហក់យើងដូចកើតហឺតជាដើមបងអញ្ចឹងបងឃើញ process នេះឯងដែលធ្វើឲ្យធាតុផ្សំ granule ហ្នឹងបញ្ចេញណាប៉ុន្តែវាអត់ខូចខាតកោសិកាទេហើយកោសិកា mast cell វាសញ្ញោប granule បន្តទៀតទៅ
ឥឡូវយើងស្គាល់ពី mast cell ហើយមិញនេះគឺ mast cell វាឆ្លើយជាមួយ allergen ណាបងហើយវាឲ្យតែសាយឈាមរបៀបហ្នឹងនេះឥឡូវយើងនិយាយពីគ្រាប់ឈាមសគ្រាប់ឈាមសមានដូចខ្ញុំធ្លាប់បង្ហាញធួខ្លះហើយ white blood cell យើងសេកាន់ចេះបងគឺមានក្រុម2ក្រុមគឺក្រុម granulocyte ហើយនិង agranulocyte បង granulocyte ដែល granulocyte មានពួក neutrophil ពួក eosinophil ពួក basophil រីឯ agranulocyte វិញបងរីឯ agranulocyte វិញគឺមាន lymphocyte ហើយនិង monocyte អាហ្នឹងគ្រាប់ឈាមសយើងមាន5ហ្នឹងណាបងគឺ granulocyte neutrophil eosinophil basophil agranulocyte lymphocyte monocyte អាហ្នឹង white blood cell យើងគ្រាប់ឈាមសយើងហៅ white blood cell ក៏បានយើងហៅ leukocyte ក៏បានដែរណាបង leukocyte ចំពោះពួក granulocyte នេះហើយនឹង agranulocyte នេះតាមពិត agranulocyte យើងមើលទៅតាមន័យនេះហាក់ដូចជាអត់មាន granule បង A តែតាមពិតមិនមែនអត់ granule ទេវាមាន granule ដែរប៉ុន្តែគេហៅថា non specific granule បងអា non specific granule ហ្នឹងគេហៅថា aerophilic granule ហ្នឹងគឺជាអង់ស៊ីម granule នេះផ្ទុកអង់ស៊ីមមកបងជា lysosome តែជា non specific enzyme គឺអង់ស៊ីមវាអត់ជាក់លាក់អី specific enzyme ណាអាហ្នឹងពួក agranulocyte បងរីឯពួក granulocyte វិញបង granulocyte នេះវិញគឺមានទាំងពីរបងមានទាំង specific និង non specific enzyme អញ្ចឹងមានទាំងពីរមាន specific ផងហើយនិង non specific ផងណាអញ្ចឹងបងឃើញ white blood cell មានពួក granulocyte និង agranulocyte ចំពោះ granulocyte គឺវាមាន2ក្រុមហ្នឹង granulocyte គឺមាន neutrophil eosinophil basophil វាមានទាំង specific និង non specific enzyme បងអញ្ចឹងនេះ granulocyte មាន neutrophil eosinophil basophil ហើយនេះគឺ neutrophil បងគ្រាប់ឈាមនេះខ្ញុំដាក់ N មករីឯគ្រាប់ឈាមនេះគឺ eosinophil បងនេះអញ្ចឹងហ្នឹងគឺជាគ្រាប់ឈាមប្រភេទ granulocyte បងរីឯ lymphocyte និង monocyte គឺជាប្រភេទ agranulocyte នេះ lymphocyte មាន B cell មាន T cell នេះបងហើយបងឃើញ lymphocyte នៅក្នុងមនុស្សយើងគឺវាមាននៅក្នុង connective tissue នៅឯងបងហើយវាចូលរួមនៅក្នុងការការពារ immune ណាបង immune គឺមុខងារការពាររបស់វាគឺ lymphocyte អក្សរ B វាពេលជួប antigen ទៅជា plasma cell នេះឯងហើយ plasma cell នេះឯងបង្កើត antibody បាទអញ្ជើញចូលគ្រូមានមួយយកប្លុកនេះបាទមកចាំបាទបាទអញ្ចឹងបងឃើញហើយ lymphocyte មានប្រភេទ B cell និង T cell បងអា B cell នេះឯងដែលវាជួប antigen ទៅជា plasma cell អញ្ចឹង plasma cell នេះคล้ายមកពី B cell បងនេះអញ្ចឹង B cell នេះពេលជួប antigen ទៅជា plasma cell បងឃើញហើយវាដូររូបរាងបង plasma cell សម្បូរដោយ OIR ព្រោះវាត្រូវបង្កើត antibody ហ៎អញ្ចឹងខ្ញុំសុំលុបអ្វីដែលខ្ញុំសេស្រីអញ្ចឹងបងឃើញហើយដើមកំណើតរបស់ B cell នេះ B lymphocyte នេះគឺវាជួប antigen វាទៅជា plasma cell នេះពេលដែលជួបមេរោគ antigen ជា protein របស់មេរោគបងអញ្ចឹង plasma cell នេះឯងបង្កើត antibody AB antibody នេះយើងឲ្យឈ្មោះថា immunoglobulin បងយើងសេអញ្ចឹង immunoglobulin
ចឹងនេះគឺជាមុខងារចម្បងរបស់វាបងអញ្ចឹង B cell ពេលដែលជួប antigen វាទៅជា plasma cell ហើយ plasma cell បង្កើត antibody នេះឯងហើយបងតែដឹងថាក្រៅពីទៅជា plasma cell B cell នេះវាទៅជាកោសិកាចងចាំបងគេហៅ memory cell memory cell នេះគឺមានសារៈសំខាន់ណាស់បងអា memory cell នេះពេលដែលសត្រូវចូលមកលើក្រោយគឺ memory cell នេះវា activate ហ្មងបងហើយវាបង្កើត antibody ហ្មងវា activate ទៅជា plasma cell បង្កើត antibody ហ្មងពេលជួប antigen លើក្រោយអញ្ចឹងអានឹងផលប្រយោជន៍គឺកោសិកាចងចាំនេះគឺវាសម្រាប់ឆ្លើយឲ្យបានលឿនបងមិនបាច់ B cell activate ទៅជា plasma cell ទេគឺ B memory cell នេះពេលជួប antigen លើក្រោយហ្នឹងគឺវាទៅជា plasma cell ហើយបង្កើត antibody តែម្ដងអញ្ចឹងយើងនិយាយពី plasma cell កោសិកានេះធំមានរាងពងក្រពើមានសាច់ផ្លាស់វាពណ៌ខៀវហើយមាន Golgi develop ល្អបងមាន OIR develop ហើយនឹង Golgi develop នេះហើយអូនឃើញនៅជុំវិញនេះនេះ nuclear បងនេះ nuclear នៅតំបន់នេះបងគឺ centriole នេះវាស្ថិតនៅចំតំបន់នេះដើម្បីវាបងស្គាល់មុខងារ centriole ហើយបងគឺបង្កើតជាត្រយោងអាក្រូម៉ាទិកដើម្បីឲ្យក្រូម៉ាទីនរត់បងnuclear វារៀងស្វែស្ថិតនៅខាងបង eccentric ហើយមានក្រូម៉ាទីនវានឹងហាប់ណែនបងឲ្យរូបរាងជាមុខនាឡិកាបង clock face នេះ clock face នេះគឺមានបដូលរបស់វាហើយមានដូចកម្មអញ្ចឹងបងអញ្ចឹងមុខនាឡិកា clock face នេះ plasma cell អាយុវាមិនវែងប៉ុន្មានទេបងគឺ10ទៅ20ថ្ងៃអញ្ចឹង B cell ជួប antigen ទៅជា plasma cell ហើយ plasma cell នឹងឯងបង្កើត antibody ឈ្មោះ immunoglobulin នឹងឯងបងplasma cell វានៅរាយប៉ាយក្នុង connective tissue ណាគឺមាននៅក្នុង connective tissue របស់អីបងរបស់ lamina propria នេះជា connective tissue បងរបស់ផ្លូវរំលាយអាហាររបស់ផ្លូវដង្ហើមអញ្ចឹង lamina propria នេះគឺជា CT បងរបស់ផ្លូវរំលាយអាហារនិងផ្លូវដង្ហើមនេះគឺមាន plasma cell នៅក្នុង connective tissue ណាបងវានៅក្នុង lymphoid organ ដែរបង lymphoid organ ហ្នឹងដូចជាកូនកណ្ដុរ lymph node ណាបងដូចជា spleen ណែតបងនៅនឹងមួយ mucosa associated lymphoid tissue របស់ផ្លូវរំលាយអាហារផ្លូវដង្ហើមក៏មានពួក plasma cell ដែរបងវាកម្រមានក្នុងឈាម plasma cell កម្រនៅក្នុងឈាមនេះវានៅតែក្នុងជាលិកាបងបន្តមកទៀតយើងស្គាល់ពីឈ្មោះកោសិកា adipocyte ឬក៏យើងហៅថា adipocell នេះយើងហៅថា adipocell adipocyte យើងហៅបានបងយើងហៅ fat cell បង adipocyte adipocell fat cell វាស្តុកខ្លាញ់បងកោសិកាហ្នឹងគឺវាមានតួនាទីស្តុកខ្លាញ់អញ្ចឹងកោសិកានេះជា adipocyte បងអញ្ចឹងវាមានខ្លាញ់នៅក្នុង cytoplasm វាហ្នឹងជាថង់ជ្រក់ធំបងអញ្ចឹងវាស្តុកខ្លាញ់ហ្នឹងឈ្មោះ triglyceride ណាបង triacyl glycerol ហ្នឹងអញ្ចឹងពេលដែលវាស្តុកសុទ្ធតែខ្លាញ់ទៅវារុញ nuclear បងឲ្យមកខាងនេះនេះ nuclear វាឲ្យមកនៅខាងដូចជារៀង signaling cell ជាងបងនេះអញ្ចឹង nuclear នេះ nuclear រុញមកនៅខាងដោយសារខ្លាញ់ស្តុកទុកនៅក្នុង cytoplasm នឹងថង់ធំអញ្ចឹងបងហើយវាចេញមកពីកោសិកា mesenchymal cell ដែរបងហើយបងត្រូវដឹងថាវាមានតួនាទីសម្រាប់ស្តុក neutral fat នេះគឺ triglyceride ហ្នឹងឯងបងដែលយើងហៅថា triacylglycerol បង
triacyl triacyl triplex triacyl glycerol ហ្នឹងយើងហៅ TAG ហ្នឹង triacyl glycerol ហ្នឹងបងគឺនៅក្នុង adipocyte ហ្នឹងឯងបងកោសិកាខ្លាញ់ក៏ជាប្រភេទ connective tissue ដែរគាត់វា special បង melanocyte បង melanocyte មកពី neuroectoderm ហ្នឹងមិនមែនមកពី mesenchymal ទេបងគឺមកពី neural crest ហ្នឹងហើយវាមកនៅក្នុង connective tissue ឧទាហរណ៍ connective tissue របស់ស្បែកយើងណាបងនេះវាមកពី neuroectoderm ដែលជាផ្នែករបស់ neural crest នេះវាអ្នកបង្កើត melanin បងឧទាហរណ៍ភ្នែកយើងខ្មៅបងដោយសារយើងមាន melanin ច្រើនបង្កើតដោយ melanocyte ហ្នឹងឯងបងនេះវាសញ្ញោកហើយនឹង stock melanin វាធ្វើឲ្យស្បែកយើងខ្មៅបងអញ្ចឹងស្បែកពួកអាហ្វ្រិកបងអាហ្វ្រិកាគឺស្បែកគាត់ខ្មៅដោយសបូរ melanin ហ្នឹងឯងបងហើយ melanin បង្កើតដោយ melanocyte អូខេមិញយើងនិយាយអំពីកោសិកាបងរបស់ connective tissue ឥឡូវយើងចូលដល់ extracellular matrix ខ្ញុំសូមលុបអ្វីដែលខ្ញុំសេសិនមកអញ្ចឹង extracellular matrix យើងត្រូវនិយាយពីបងនិយាយពី fiber ហើយនឹងនិយាយពី ground substance បងនេះ fiber ហើយនឹង ground substance fiber មាន3 fiber បងគឺ collagen fiber elastic fiber និង reticular fiber រីឯ ground substance គឺមាន3ទៀត glycosaminoglycan score បងនេះ score proteoglycan គឺ protein ណាលាយ score បងដល់ glycoprotein score លាយ protein បងហើយសម្រាប់ភ្ជាប់គេប្រើពាក្យ multi adhesive សម្រាប់ភ្ជាប់បងភ្ជាប់បានច្រើនទៀតឥឡូវយើងលើកយក fiber មកបង្ហាញបងអញ្ចឹងអូនឃើញ fiber នៅក្នុង connective tissue នេះគឺវាកើតពី protein នេះឯងបងហើយ protein នេះវារុំចូលគ្នាច្រើនណាបងវា polymerase វាបន្តគ្នាវារុំចូលគ្នាទៅនេះវាតគ្នាទៅជា structure ទៅវែងព្រោះ fiber សរសៃហ្នឹងបង fiber មកប្រភេទច្រើនជាងគេហ្នឹងគឺវាកំណត់នៅលក្ខណៈជាក់លាក់របស់ជាលិកាឧទាហរណ៍អូនេះ collagen fiber គឺវាកើតឡើងពី protein ឈ្មោះ collagen នេះឯងហើយ collagen fiber ជាប្រភេទ protein សម្បូរជាងគេបងនៅក្នុងខ្លួនមនុស្សយើងគឺវាតំណាងឲ្យ 30% នៃទម្ងន់ស្ងួតបងទម្ងន់ដែលអត់ទឹកបងនៃខ្លួនយើងហើយ collagen protein នេះវាមានក្រុមរបស់វាលើសពី25បងប្អូនក្រុមវា collagen protein ហ្នឹងហើយកោសិកាច្រើននៅក្នុងខ្លួនយើងបង្កើតវាជាពិសេសកោសិកា fibroblast ហ្នឹងឯងបង collagen ដែលមានច្រើនក្រុមហ្នឹងវាខុសគ្នាពីមួយទៅមួយដោយសារនេះធាតុផ្សំ molecule របស់វាហ្នឹងដោយសារតែលក្ខណៈ morphology របស់វារូបរាងរបស់វាហ្នឹងដោយសារការបែងចែកដោយសារមុខងារហើយនឹងដោយសារពេលវាឈឺបង collagen នេះពណ៌ក្រហម acidophilic ណាហើយពណ៌ផ្កាឈូក pink នេះគឺពេលដែលយើងបំពាក់ពណ៌ eosin បងពណ៌ខៀវនេះពេលដែលយើងបំពាក់ពណ៌ Mallory stain ពណ៌បៃតងពេលដែលយើងបំពាក់ពណ៌ Mason trichrome stain ពណ៌ក្រហមពេលដែលយើងបំពាក់ពណ៌ Sagittarius អញ្ចឹងនឹងគឺជាពណ៌របស់ collagen ដែលប្រែប្រួលទៅតាមទឹកពណ៌ដែលយើងឲ្យយើងបំពាក់បងកោសិកាដែលផលិត collagen មានអីខ្លះគឺ fibroblast ហ្នឹងឯងបងគេ fibroblast នៅក្នុង connective tissue ហ្នឹងយើងមាន cell ចម្បងគេគឺ fibroblast គឺកោសិការបស់ឆ្អឹងខ្ចីបង chondroblast ណាគឺកោសិកា osteoblast សិតតែជាកោសិកាបង្កើត collagen កោសិការបស់ធ្មេញយើងបង odontoblast កោសិកាក្រែលក្នុងសរសៃឈាមសរសៃ lymphatic បេះដូងយើង endothelial cell នេះបងក៏បង្កើត fibroblast ដែរសំដៅបង្កើត collagen ដែរកោសិកាសាច់ដុំរលោងនៃសរសៃឈាមយើងនេះក៏បង្កើត collagen ដែរបងអូនមើល collagen វាកើតឡើងពី
វាជាប្រូតេអ៊ីនអញ្ចឹងវាកើតឡើងពីអាមីណូអាស៊ីតបងប្អូនអាមីណូអាស៊ីតចម្បងរបស់ collagen មាន glycine ច្រើនជាងគេបងអូខេ 33.5% proline 12% hydroxy proline 10%ហើយអាមីណូអាស៊ីតនេះគឺជាលក្ខណៈរបស់ collagen ពីរចម្បងបងប្អូនអញ្ចឹងអាមីណូអាស៊ីតដែលយើងឃើញនៅក្នុង collagen ហ្នឹងគឺមាន hydroxy proline ហើយនិង hydroxy lysine collagen មានជាង20 member បងអូខេ tab 1 tab 2 tab 3 tab 4 tab 5 tab 7យើងអត់បង្ហាញទាំង20ទេយើងបង្ហាញតែ6 collagen នេះបងអូន tab វាណាអា tab 1នេះសម្បូរនៅក្នុងស្បែក tendon bone dentin វាធន់ជាមួយនឹងតំណែងណាបងអូនរីឯ collagen tab 2នេះនៅក្នុង cartilage vitreous body នៅក្នុងភ្នែកទេបងអូនវាធន់ជាមួយនឹងកម្លាំងណា pressure tab 3នៅក្នុងស្បែកសាច់ដុំសរសៃឈាមវាច្រើននៅលាយជាមួយ tab 1នេះហើយវានៅក្នុងសរីរាង្គដែលអាចរីកប៉ោងបានណាបង tab 4វិញនៅក្នុង basement membrane បងគឺវាទៅសម្រាប់ទ្រទ្រង់រចនាសម្ព័ន្ធដែលឆ្មាត់ឆ្មៃបងសម្រាប់ច្រោះ tab 5នេះគឺមាននៅក្នុងអំពយោបង fetal tissue នៅក្នុង skin bone soft នៅក្នុងទឹកចន្លោះកោសិកាចូលរួមសហការជាមួយ tab 1ដែរបងដល់ tab 7នេះវាភ្ជាប់ epithelium នេះឧទាហរណ៍ភ្ជាប់ skin នៅក្នុងភ្ជាប់ផ្នែកនេះ epidermal basal lamina នេះភ្ជាប់ basal lamina នេះទៅនឹង connective tissue ដែលនៅក្រោមអញ្ចឹងគេប្រើពាក្យ tab 7ហ្នឹងគឺជា protein សម្រាប់ភ្ជាប់យុទ្ធការបងចង basal lamina ទៅនឹង connective tissue ដែលនៅក្រោមចឹងបងឃើញ collagen កើតឡើងពី protein នេះយើង collagen គឺជា protein polymer នេះបងហើយវាកើតឡើងពី protein tropocollagen នេះចំនួន3ខ្សែនេះអញ្ចឹង tropocollagen គឺមាន3ខ្សែនៃ protein រួមចូលគ្នាណាបងអញ្ចឹងនេះជា tropocollagen នេះ3 polypeptide chain ហើយប្រវែងរបស់វាគឺ280 nanomètre លែងហ្នឹងទទឹងរបស់វាគឺ 1.5 nanomètre បងអញ្ចឹង collagen tropocollagen នេះឯងណាវារុំចូលគ្នាទៅបង្កើតទៅជា microfibril បង microfibril ហើយ microfibril នេះរុំចូលគ្នាទៀតទៅជា fibril ហើយបាន fibril រុំចូលគ្នាទៅជា fiber ហើយបាន fiber ជុំប្រមូលផ្ដុំគ្នាទៀតទៅជា bundle នេះអញ្ចឹងបងឃើញនេះចំពោះ collagen fiber ច្រើនផ្ដុំគ្នាទៅបងឃើញនេះ collagen fiber ផ្ដុំគ្នាទៅបានទៅជា bundle នេះបាច់នេះបាច់របស់ collagen នេះហើយបងឃើញនេះ collagen fibril នេះ fibril នេះ fibril ហើយ fibril វាកើតឡើងពី microfibril នេះ microfibril នេះហើយអា microfibril នេះវាកើតឡើងអំពី protein collagen នេះឯងហើយ protein collagen នេះមួយសរសៃនេះមាន3ខ្សែ tropocollagen នេះឯងអញ្ចឹង tropocollagen 3ខ្សែបង្កើតជា collagen នេះហើយបាន collagen បង្កើតជា microfibril ហើយបាន microfibril បង្កើតជា fibril collagen នេះហើយបាន fibril បង្កើតជា fiber នេះហើយបាន fiber ផ្ដុំនេះច្រើនទៅជា bundle បងនេះឥឡូវយើងមើលការសំយោគ protein collagen បងអញ្ចឹងបងឃើញហើយ collagen ដើមគេឈ្មោះថា pro collagen អញ្ចឹងសំយោគដំបូងគឺ pro collagen បងឃើញនេះ OR នេះជាកន្លែងសំយោគ collagen នឹងឯងបងអញ្ចឹងវាមានប៉ុកតាយព្រោះវាត្រូវការ amino acid ចងគ្នាបងអញ្ចឹងប៉ុកតាយនៅលើទាំង amino ទាំង carboxyl អញ្ចឹងចេះបងយើងមាន amino acid ចេះ A 2N C CO OH អានេះ A
នេះអូនេះអាមីណូអាស៊ីតមួយបងអញ្ចឹងត្រូវភ្ជាប់ទាំងបង្គំនេះគឺអាមីណូបងនេះហើយខាងនេះគឺការបូកស៊ីលបងអញ្ចឹងបងនេះ registration ពបតាយនេះនៅលើទាំងបង្គំអាមីណូទាំងបង្គំការបូកស៊ីលដើម្បីបង្កើតជាត្រូប៉ូកូឡាជីននេះឯងហើយបងត្រូវដឹងលក្ខណៈរបស់កូឡាជីនគឺត្រូវមាន hydroxyproline និង hydroxylysine នឹងឯងអញ្ចឹងដើម្បីបង្កើត hydroxylation របស់ proline និង lysine ត្រូវការអង់ស៊ីមនេះគឺ peptidyl proline hydroxylase និង peptidyl lysine hydroxylase អញ្ចឹងអង់ស៊ីម hydroxylase ពីរនេះហើយត្រូវការ cofactor បងអូនត្រូវការ oxygen ត្រូវការដែកត្រូវការ vitamin C នេះបងនេះដើម្បីឲ្យប្រតិកម្មនេះបង្កើត hydroxyproline និង hydroxylysine បានដែលជាអាមីណូអាស៊ីត2មានលក្ខណៈសម្រាប់ collagen ហើយបន្តមកទៀតមានប្រតិកម្ម glycosylation នៃ hydroxylysine នេះដោយប្រើ cofactor ឈ្មោះប្រើអង់ស៊ីមឈ្មោះ transfera ហើយ cofactor ឈ្មោះ MN នេះហើយបានដកពបតាយដែល registration ហើយហ្នឹងដោយប្រើអង់ស៊ីមនេះ pro collagen peptidase បង្កើតបានជា tropo collagen នេះហើយបានចងគ្នាទៅរវាង tropo collagen តាមប្រតិកម្ម cross covalent cross link នេះដោយប្រើអង់ស៊ីម lysyl oxidase នេះឯងគឺត្រូវការ cofactor ទុំដែងនិងទឹកនេះដើម្បីបង្កើតជាបន្តបន្ទាប់ទៅណាបងប្អូននេះអូនមើលពេលដែលយើងខ្វះវីតាមីន C វីតាមីន C ពាក្យពេញឲ្យឈ្មោះថា ascorbic acid បងអូន ascorbic acid ពេលដែលខ្វះយើងឲ្យឈ្មោះថាជំងឺ scurvy បងអូន scurvy នេះគឺមកអំពី collagen បងអូនឃើញមិញវីតាមីន C យើងត្រូវការគោលසංយោគ hydroxyproline និង hydroxylysine ដែលជាធាតុផ្សំនៃអាមីណូអាស៊ីតសំខាន់របស់ collagen ដល់អញ្ចឹងពេលដែលអត់មានវីតាមីន C គឺអា hydroxyproline និង lysine ធ្វើអត់បានទេអញ្ចឹង collagen ដែលចេញមកអត់គុណភាពទេណាបងអញ្ចឹងឲ្យហូរឈាមបងអូនឃើញ collagen នេះនៅក្នុងសរសៃឈាមនៅក្នុងជញ្ជាំងរបស់សរសៃឈាមនេះនៅក្នុងជញ្ជាំងសរសៃឈាមនេះមាន collagen នេះអញ្ចឹងពេលដែល collagen ដែលជា protein នៅក្នុងសរសៃឈាមនេះಸಂយោគអត់បានដោយខ្វះវីតាមីន C នេះធ្វើឲ្យយើងមានសរសៃឈាមផុយបងអូនអញ្ចឹងហូរឈាមអញ្ចឹងបងអូនឃើញនេះគឺជាឧទាហរណ៍ជំនាន់ដើមបងអូនអ្នកដែលដើរធ្វើដំណើរតាមសមុទ្រជាពួកនេសាទណាបងគាត់ប្រើសំពៅពីដើមប្រើសំពៅណាបងអញ្ចឹងពេលគាត់នៅលើសំពៅហ្នឹងរាប់ខែកាន់ឆ្នាំអញ្ចឹងណាបងគាត់អត់មានវីតាមីន C ញ៉ាំគ្រប់គ្រាន់ទេព្រោះគាត់អត់ញ៉ាំចំណីអាហារដែលស្រស់ហ៎បងដូចជាក្រូចដូចជាអីអញ្ចឹងអត់មានណាអញ្ចឹងធ្វើឲ្យគាត់ខ្វះវីតាមីន C អញ្ចឹងមានបញ្ហាស្លាប់បងដោយហូរឈាមអញ្ចឹងបងឃើញឆ្នាំ1600ទៅ1800 200ឆ្នាំបងគឺមានការហូរឈាមរហូតដល់ស្លាប់ដោយសារខ្វះវីតាមីន C អញ្ចឹងអូនជំនាន់ហ្នឹងគេអត់ដឹងថាគាត់ខ្វះវីតាមីន C ទេឃើញទេហើយគេឲ្យក្រូចទៅក្រូចមានវីតាមីន C ហ៎បងអញ្ចឹងមករយៈក្រោយមកគាត់នឹងធូរស្បើយទេបងអញ្ចឹងបងឃើញហើយខ្វះវីតាមីន C ធ្វើឲ្យ collagen ដែលបង្កើតជាអញ្ចឹងរបស់សរសៃឈាមហ្នឹងវាអត់ល្អវា defect វាអត់អាចធ្វើឲ្យសរសៃឈាមនឹងមមបានបងឃើញអញ្ចឹងធ្វើឲ្យសរសៃឈាមផុយហូរឈាមស្លាប់ទៅអញ្ចឹងអាហ្នឹងជាផលវិបាកនៃខ្វះ collagen មិញយើងនិយាយពី collagen បងដែលជាធាតុផ្សំសំខាន់របស់ connective tissue ឥឡូវយើងនិយាយពី reticular fiber នេះ reticular fiber នេះក៏ជា collagen ដែរ protein វាខ្ញុំសូមលុបតិចអញ្ចឹងបងឃើញ reticular fiber ដែលជា collagen នេះគឺប្រភេទវា type 3បង type 3ហើយបងឃើញវាស្ដើងណា collagen ដែលបង្កើតជា reticular fiber ហ្នឹងគឺកត់ចិត្តវា
ត្រឹមតែ 0.5 មក2មីក្រូនទេបងហើយវាបង្កើតជាប្រព័ន្ធលាតសន្ធឹងមួយនៅក្នុងសរីរាង្គមួយចំនួនហើយវាពណ៌គេពាក់ពណ៌ដើម្បីមើល reticular fiber ហ្នឹងពាក់ពណ៌ silver salt បងគឺវាពណ៌គេហៅថា aerophilic fiber នេះបងគេរសាយនេះវានៅកន្លែងណាខ្លះអា reticular fiber ហ្នឹងបងគឺវាសម្បូរនៅក្នុងសាច់ដុំរលោងនៅក្នុងស្រោមសូនបង endonerium នេះគឺអាសូនវាមានសូមវាហ្នឹងអញ្ចឹងមាន reticular fiber ដែរវាមានជាបណ្ដាញនៅក្នុងអណ្ដើកនៅក្នុងកូនកណ្ដុរនៅក្នុងខួរឆ្អឹងនេះវាបង្កើតជាប្រព័ន្ធព័ទ្ធជុំវិញកោសិការបស់ថ្លើមឧទាហរណ៍របស់ endocrine gland វាបង្កើតជា wall របស់ artery បងនេះអញ្ចឹងនឹងគឺជាប្រភេទ reticular fiber ហើយបងតបមកទៀតយើងចូលដល់ elastic fiber បងអញ្ចឹងនៅក្នុង fiber យើងនិយាយ3បងគឺ collagen fiber reticular fiber និង elastic fiber ចំពោះ elastic fiber នេះ protein វាឈ្មោះ elastin នេះឯងបងហើយអាដើមរបស់ elastin គឺ pro elastin នឹងឯងបង elastin នេះវាធន់ជាមួយនឹងកម្ដៅបងពេលដែលយើងយកវាទៅដាំឲ្យពុះវាធន់ជាមួយជាតិអាស៊ីតធន់ជាមួយនឹងជាតិបាបងអាកម្លាំងនឹងបាបងប៉ុន្តែវាកាត់ដោយសារអង់ស៊ីមរបស់លំពែងយើងវិញបងឈ្មោះ elastase នេះ elastin សម្បូរដោយ protein amino acid ឈ្មោះ glycine និង proline នេះឯងនេះហើយវាមាន amino acid 2ទៀតគេហៅថា unusual amino acid ហ្នឹងគឺមាន desmosine ហើយនិង isodesmosine desmosine និង isodesmosine នេះវាកើតឡើងដោយ amino acid ឈ្មោះ lysine ចំនួន4 elastic fiber លក្ខណៈរបស់វាដូចកៅស៊ូអញ្ចឹងបងអញ្ចឹងគេហៅ rubber like quality ដូចកៅស៊ូអញ្ចឹងវាយឺតបានណាបងវាមានពណ៌ប្រផេះដោយយើងបំពាក់ពណ៌ oxygen នេះហើយនឹងពណ៌ស្វាយនៅពេលដែលយើងបំពាក់ពណ៌ rhexoxin fusin កោសិកាដែលបង្កើត elastic fiber ឈ្មោះថា elastoblast ដូចជាកោសិកាខ្លះ elastoblast ហ្នឹងបងដូចជា fibroblast នេះ chondroblast smooth muscle cell របស់សាយឈាម endothelial cell ណាហើយនេះជាលក្ខណៈដែលយើងហៅថាជា ruby like quality នេះគឺ ruby like quality នៅពេលដែលវារលាវាមានរាងចេះ release បងនៅពេលទាញវាតឹងទៅគឺវារាងចេះបងហើយបងឃើញវាកើតឡើងពី protein ឈ្មោះ elastin នេះហើយចងគ្នាដោយ cross link បងបង្កើតជា network ទៅនេះអញ្ចឹង elastin molecule នេះជាប់គ្នាពីមួយទៅមួយដោយសម្ព័ន្ធគោអាឡង់ដើម្បីបង្កើតជា extensive cross link network ទៅតាម molecule elastin នីមួយៗហ្នឹង network ហ្នឹងអាចបងឃើញទេ reach expand ឬក៏អាច contract ដូចជា research អញ្ចឹងហើយធ្វើឲ្យ network ទាំងមូលហ្នឹងអាចតឹងបានឬក៏ត្រឡប់មកសភាពដើមវិញដូចកៅស៊ូអញ្ចឹងឃើញទេអញ្ចឹងអាហ្នឹងជា elastic fiber បងឥឡូវយើងស្គាល់តិចអំពីពាក្យថា elastic fiber system បង elastic fiber system គឺប្រព័ន្ធដែលមាន elastic fiber ហ្នឹងគឺមាន3បងគឺ oxytalin fiber alanine fiber ហើយនិង elastic fiber ឥឡូវយើងនិយាយពី elastic fiber elastic fiber គឺមាននៅក្នុងសរសៃឈាមអាร์តេរីដែលធំធំនៅក្នុង connective tissue ហ្នឹង protein វាឈ្មោះ elastin ដែលស្ថិតនៅកណ្ដាលហើយមានសម្បកជា microfibrils ស្ដើងវាសម្បូរជាងគេ elastic fiber ហ្នឹងនៅក្នុង elastic fiber system ហ្នឹងឯងបងដល់ alanine fiber វិញគឺវានៅជុំវិញក្រពេញញើសបងវានៅក្នុង dermis វាជាការតម្រៀបមិនស្មើគ្នាបងនៃ elastin នៅចន្លោះ microfibril នឹងឯងវាមានការលាយគ្នានៃ elastin ហើយនឹង microfibril ដោយអត់មានទិសដៅជាក់លាក់អីបង
ដល់ oxytalin fiber វិញគឺវានៅនឹងភ្នែកនៅនឹង zone fiber របស់ភ្នែកនៅនឹង dermis ដែរបងប្អូនវាអត់មាន elastin ទេណាបងប្អូនoxytalin ហ្នឹងអត់មាន elastin ទេវាជាបាច់ទំហំវា10 nanometer microfibril កាត់ឡើងពី glycoprotein ឈ្មោះ2នេះ glycoprotein ហ្នឹងគឺ fibromodulin ទី1និង fibromodulin ទី2ណាហើយនឹងមាន molecule ធំជាងហ្នឹងយើងហៅថា fibrillin អញ្ចឹងអាហ្នឹងគឺជាឧទាហរណ៍នៃ elastic fiber នេះបងនេះ microfibril elastin អូខេបងប្អូនយើងសម្រាប់បន្តិចចូលមកវិញយើងនឹងនិយាយអំពី ground substance ណាខ្ញុំបញ្ជាក់បន្តិច ground substance និង fiber បង្កើតជា extracellular matrix បងប្អូនហើយយើងប្រើពាក្យសារធាតុគ្រឹះមកពីសារធាតុគ្រឹះនេះវានៅចន្លោះ fiber និង cell បងប្អូនវា ground substance គឺវាជា molecule ដែលចូលចិត្តទឹកបងប្អូនគឺវាចាប់ទឹក highly hydrated ហើយពណ៌របស់វាមិនមានពណ៌ទេបងប្អូនវាថ្លាដោយវាកើតឡើងពី macro molecule ច្រើនបងប្អូនវាស្ថិតនៅចន្លោះកោសិកាហើយនិង fiber នេះឯងហើយវាមានលក្ខណៈ internal បងប្អូនដូចជាហួយអញ្ចឹងវាសម្រាប់រំអិលហើយនឹងទប់ស្កាត់កុំឲ្យមេរោគឆ្លងកាត់បាន invader នេះគឺមេរោគបងប្អូនវាមានសារធាតុ3បងប្អូនគឺ glycoaminoglycan proteoglycan ហើយនិង glycoprotein សម្រាប់ភ្ជាប់អញ្ចឹងនេះជាលក្ខណៈរបស់ ground substance យើងសម្រាប់បន្តិចបងប្អូនចូលវិញយើងនឹងរៀបរាប់ពីវា